សួស្តីបងប្អូនជាទីរាប់អាននិងជាទីរលឹកសប្តាហ៍ថ្ងៃនេះសេដ្ឋកិច្ចកំពុងតែយ៉ាប់យ៉ឺនដោយសារការឡើងថ្លៃទំនិញឬក៏ឡើងថ្លៃប្រេងសាំងឬក៏ប្រេងឥន្ធនៈដែលជាតម្រូវការប្រើប្រាស់ចាំថ្ងៃបាទការឡើងថ្លៃនេះវាធ្វើឲ្យប៉ះពាល់ច្រើនណាស់ទី1គឺការកើនឡើងតម្លៃនៃទំនិញសពសារពើប្រេងជាសារធាតុសំខាន់ណាស់បងប្អូនសម្រាប់ការដឹកជញ្ជូននិងផលិតកម្មផ្សេងពេលតម្លៃប្រេងឡើងថ្លៃតម្លៃការដឹកជញ្ជូននិងផលិតកម្មក៏ឡើងថ្លៃផងដែរដូច្នេះហើយតម្លៃទំនិញនិងសេវាកម្មផ្សេងក៏ឡើងថ្លៃតាមអតិផរណានឹងដែរនឹងមកពីប្រេងឡើងថ្លៃហើយទី2ការកើនឡើងនៃតម្លៃដើមផលិតកម្មបងប្អូនដឹងស្រាប់ហើយរោងចក្រនិងអាជីវកម្មត្រូវចំណាយលើពលកម្មនិងថាមពលការដឹកជញ្ជូនច្រើនជាងមុននេះធ្វើឲ្យប្រាក់ចំណេញរបស់បងប្អូនមានការធ្លាក់ចុះឬតម្លៃផលិតកម្មត្រូវតែឡើងថ្លៃហើយទី3ការថយចុះនៃការចំណេញរបស់ប្រជាជនពេលប្រេងនិងទំនិញឡើងថ្លៃប្រជាជនត្រូវចំណាយប្រាក់ច្រើនសម្រាប់របស់របរចាំបាច់ដូច្នេះហើយពួកគេចំណាយលើរបស់របរមិនចាំបាច់តិចតួចទៅវិញហើយធ្វើឲ្យសេដ្ឋកិច្ចលូតលាស់យ៉ាងយឺតទី4ផលប៉ះពាល់ដល់ការដឹកជញ្ជូននិងទេសចរណ៍វិស័យដែលពឹងផ្អែកលើប្រេងដូចជាការដឹកជញ្ជូនទេសចរណ៍អាកាសចរណ៍អាចជួបការលំបាកខ្ពស់និងប្រាក់ចំណេញថយចុះការឡើងថ្លៃរបស់ប្រេងឥន្ធនៈនេះទី5ក៏ប៉ះពាល់ខ្លាំងទៅលើប្រទេសដែលនាំចូលប្រេងដូចគ្នាដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនជាពិសេសគឺប្រទេសកម្ពុជាជាដើមបាទប្រទេសដែលត្រូវនាំចូលប្រេងដូចជាប្រទេសជាច្រើននៅអាស៊ីត្រូវចំណាយប្រាក់បរទេសច្រើនឡើងវាអាចបង្កឲ្យមានការខាតបង់ពាណិជ្ជកម្មសម្ពាធលើរូបិយវត្ថុអន្តរជាតិការបាត់បង់ពាណិជ្ជកម្មសម្ពាធលើរូបិយវត្ថុជាតិជាដើមសរុបទៅវិបត្តិប្រេងនេះធ្វើឲ្យប្រជាជនយើងមានការលំបាកច្រើនដូច្នេះហើយបងប្អូនត្រូវតែរៀបចំផ្ទះសម្បែងរៀបចំការចាយរៀបចំការទុកដាក់ប្រុងប្រយ័ត្នមិនដើម្បីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេលដែលមានវិបត្តិនេះបាទនេះគឺជាសារដាស់តឿនទេអរគុណច្រើន